មានរឿងរ៉ាវមួយដែលគួរឲ្យអស់សំណើចគ្រួសារមួយនៅចុងសប្តាហ៍គាត់បានរៀបចំធ្វើដំណើរចេញទៅតាំងពីព្រលឹមដើម្បីបរិយាកាសមួយគេហៅស្រស់ស្រាយជាមួយគ្រួសារគាត់ទៅតាំងពីព្រលឹមល្ងឹតស្រាងឡើងម៉ោង3ភ្លឺម៉ោង4ភ្លឺគាត់ទៅហើយរហូតដល់ថ្ងៃរសៀលគាត់ត្រឡប់មកវិញព្រោះត្រូវថ្ងៃច័ន្ទគាត់ចូលធ្វើការហើយស្រាប់តែគាត់មកលបងផ្ទះគាត់លបើក៏គាត់ជុំគាត់ទៅបានចាក់សោលបងទៅហេតុអីក៏អញ្ចឹងក៏មានការឆោឡោគាត់ប្តឹងប៉ូលីសហើយគាត់ស្រែកឆោឡោទៅប្រជាជនម្ដុំហ្នឹងក៏ផ្អើលឆោឡោមកហើយគាត់ប៉ូលីសក៏មកដល់ក៏ហៅចូលទៅក្នុងផ្ទះហ្នឹងរុកពាត់ស្វែងរកក៏មានចោលមានអីចូលទៅក្នុងផ្ទះហើយមានចោលហ្នឹងកោះចូលផ្ទះមែនតែបងប្អូនហើយគឺព្យាយាមចាប់ចោលនឹងរាប់សិបម៉ោង2-3ម៉ោងការហ្នឹងនៅក្នុងកំឡុងឆ្នាំ8ផ្លាយខ្ញុំអត់ចាំច្បាស់ដែរណាខ្ញុំឮសូរម្ដាយឪពុកខ្ញុំគាត់និយាយឲ្យគាត់បង្អាប់សើចក៏ពេលហ្នឹងទៅក៏ស្រាប់ក៏វាក់នេះចោលហ្នឹងនៅក្នុងផ្ទះចោលនៅក្នុងផ្ទះហ្នឹងបងប្អូនដឹងទេចោលហ្នឹងគាត់អត់មានឆ្លៀកខោអាវទេគឺខ្លួនប្រាងគាត់ពោពេញទៅដោយប្រេងម៉ាស៊ីនពេញហើយក៏ប្រជាជនហើយប៉ូលីសនិងម្ចាស់ផ្ទះក៏ឃើញគេថាអ្វីដែលជារបស់ធម្មជាតិម្ដាយគាត់ចែកឲ្យបងប្អូនអាយីងអាយោងធေါ်សមេមសមាមធေါ်ឲ្យចាប់អ្មិចបើវាល្អិលផ្លិលហើយដល់អញ្ចឹងប៉ូលីសគាត់ឃើញអញ្ចឹងប្រជាជនគាត់ឃើញអញ្ចឹងហើយជាពិសេសម្ចាស់ផ្ទះហ្នឹងគាត់មើលទៅគាត់ដូចថាដូចហួសចិត្តទៅគាត់ថាជិះចោលស្អីក៏អត់មានស្លៀកកៅអៅហើយលាបប្រេងម៉ាស៊ីនលាបអីឡោះពេញហើយអត់មានអាចធ្វើការអីឬក៏ចាប់បានអីអត់ទេគឺខ្លួនគាត់ប្រឡាក់ដោយប្រេងម៉ាស៊ីនចាប់ខុយហើយរបស់របរដែលថាគេដូនតារបស់ចៅនឹងចែកឲ្យហ្នឹងគឺសមាមប៉ាអាយីងអាយោងធေါ်ឲ្យគាត់ឈររត់គិចចុះគិចឡើងនៅក្នុងផ្ទះហ្នឹងដល់អញ្ចឹងទៅប្រជាជននៅចិត្តភូមិផងលបងជាមួយហ្នឹងហើយនឹងប៉ូលីសហើយនឹងម្ចាស់ផ្ទះហ្នឹងក៏មិនដឹងឈរធ្វើមិនគេហៅថាអូមិនដឹងធ្វើមិនក៏អស់សំណើចឈរសើចថាចេះតែមានដែរលោកអើយហើយចេះចុះបកាច់កោះសោកោះអីយកមកឲ្យពិបាកគេហៅប៉ូលីសមកអន្តរាគមចាប់រាប់សិបម៉ោងទៅអីចាប់មិនបានទេល្អិលផ្លេញគឺចូលមកអុកលុកក្នុងផ្ទះគាត់នឹងចាប់បានហ្នឹងគឺនៅក្រោមក្រែល្មមចាប់បានប៉ុន្តែមិនមែនចាប់បានគេហៅវាចេញមកដោយ